បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel របស់ស្រាយសុបិនសាជាថ្មីថ្ងៃនេះបងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាកាប់ដាវបាទប្រសិនបើជាពុកម៉ែបងប្អូននោះសុបិនថាកាន់ដាវកាប់ដាវជាមួយអ្នកដែលយើងស្គាល់ឬក៏មិនស្គាល់ក៏ដោយឬក៏ពុកម៉ែបងប្អូនសុបិនថាបានប្រឡងកាប់ដាវជាមួយគ្នាក៏ដោយហើយក្នុងសុបិននោះមានរបួសដល់ខ្លួនទៀតនោះទំនីទីដូច្នេះថាពុកម៉ែបងប្អូននឹងទទួលបានលៀបសំណាងបានបើសិនជាប្រកបមុខរបរការងារនឹងត្រូវបានឡើងតំណែងតួនាទីការងារប្រសិនបើជាពុកម៉ែបងប្អូនធ្វើជំនួយជួញដូរនោះគឺបានផលចំណេញច្រើនបាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញកាប់ដាវគឺមានអត្ថន័យពីការបកស្រាយចំណែកឯលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ29លេខ34លេខ38លេខ294លេខ298និងលេខ384បាទជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ពីដើមរហូតដល់ចប់ចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ